តោះយើងនឹងបន្តមេរៀនរបស់យើងបន្តទៀតចាយើងបានស្គាល់ក៏បានឃើញរួចមកហើយកូនក៏បានចូលរួមរាប់ដែរចំនួនរបស់យើងណាចាទាំងការបង្ហាញរូបខ្មៅដៃក៏ដូចជាចាបានចំណុចបន្តទៅទៀតនេះកូនមើលអ្នកគ្រូបន្តចាកូនសង្កេតមើលតើបានចំណុចចារូបភាពខ្មៅដៃក៏ដូចជាបានចំណុចរបស់យើងដំបូងនេះតើមានចំនួនចាប៉ុន្មានដែរកូនចាគឺមានចំនួន5ចំនួន5គឺមានន័យថាគឺតំណាងឲ្យលេខ5ចាតើកូនមើលចំនួន5គឺតំណាងឲ្យលេខ5ចាចំនួន5គឺតំណាងឲ្យលេខ5ចាតោះបន្តមកទៀតកូនទាំងអស់គ្នាពិនិត្យមើលចាយើងត្រូវសរសេរលេខ5ណាកូនចាអរគុណមែនតើកូនតើបន្តទៀតកូនពិនិត្យមើលបន្តតើយើងយកថែមចាយកថែមគឺមានន័យថាអ្វីដែរកូនចាយើងយកថែមគឺមានន័យថាបូកចា5ចាអ្នកគ្រូសេះច្បាស់ណាចា5យកថែមប៉ុន្មានកូនចា5ហើយយកថែមស្មើនឹងចាបូកបន្តមកទៀតគឺមើលយើងយកថែមប៉ុន្មានតោះមើល1 2 3ចាបើយើងយកថែម3មានន័យថាយើងសរសេរលេខប៉ុន្មានកូនចាគឺសរសេរលេខ3តាំងឲ្យចំនួននេះណាកូនណាចាល្អមែនទែនកូនចាយើងយកថែម3គឺយើងតាំងឲ្យលេខ3តើ5ថែម3ស្មើនឹងប៉ុន្មានចាកូនទាំងអស់គ្នាពិនិត្យមើល5ថែម3ចាឬក៏5បូកចាបូក3ចាស្មើនឹងប៉ុន្មានកូនរាប់ចំនួនដែរចាចំនួនបានចំណុចរបស់យើងមើលតោះ1 2 3 4 5 6 7 8ចាដូចនេះ5បូក3គឺស្មើនឹងប៉ុន្មានកូនចាគឺស្មើនឹង8ដូច្នេះកូនត្រូវសរសេរលេខ8ចាអរគុណមែនតើកូនតោះចូលរួមអានជាមួយអ្នកគ្រូ5បូក3ស្មើនឹង8ចាល្អមែនតើកូនទាំងអស់គ្នាសង្ឃឹមថាកូនប្រកាសជាបានចូលរួមចាសង្កេតក៏ដូចជាបានចាបូកជាមួយអ្នកគ្រូណាចា5បូក3ស្មើនឹង8នេះគឺជាទម្រង់ឯគេកូនចាគឺជាទម្រង់តាមជួរដេកហើយយើងទាំងអស់គ្នាក៏អាចគណនាក៏ដូចជាធ្វើតាមមួយទម្រង់ទៀតបានផងដែរគឺទម្រង់ចាការធ្វើប្រមាណវិធីបូកតាមជួរឈរតោះយើងបានសង្កេតឃើញនៅការរបៀបនៃការបូកតាមជួរដេករួចមកហើយបន្តទៅទៀតនេះអ្នកគ្រូនឹងនាំកូនទាំងអស់គ្នាទៅចូលរួមធ្វើប្រមាណវិធីបូកតាមជួរឈរវិញម្ដងចាតោះជួរឈរក៏មិនខុសពីប្រមាណវិធីបូកតាមជួរដេកដែរកូនមើលតួបូកទី1របស់យើងគឺជាលេខប៉ុន្មានចាតួបូកទី1របស់យើងគឺជាលេខ5ចាតួបូកទី1របស់យើងគឺជាលេខ5តើបន្តមកទៀតសញ្ញាអ្វីកូនចាគឺជាសញ្ញាបូកចាសញ្ញាបូកតោះបន្តមកទៀតកូនពិនិត្យមើលចាកូនមើលបូកនឹងប៉ុន្មានតួបូកទី2ចាគឺបូកនឹង3ចាបូកនឹង3ណាកូនចា5បូក3កូនទាំងអស់គ្នាចង់ដឹងថា5បូក3ចាស្មើនឹងប៉ុន្មានចាកូនពិនិត្យមើលចាតើ5បូក3ស្មើនឹងប៉ុន្មានដូចគ្នាដែរបើជួរដេករបស់យើង5បូក3ស្មើនឹង8ចានោះជួរឈរគឺ5បូក3ស្មើនឹងប៉ុន្មានដែរកូនចាគឺស្មើនឹង8កូនទាំងអស់គ្នាត្រូវចូលរួមសរសេរលេខ8នៅខាងក្រោមបន្ទាត់ដេកនេះណាចាចូលរួមអានជាមួយអ្នកគ្រូចា5បូក3ស្មើនឹង8ចាអរគុណមែនទែនកូនទាំងអស់គ្នាហើយកូនក៏អាចចូលរួមសរសេរបានតាមពីទម្រង់ដែរណាកូនចំពោះប្រមាណវិធីបូករបស់យើងចាអាចសរសេរជាទម្រង់តាមជួរដេកនិងចាទម្រង់តាមជួរឈរចាល្អមែនទែនកូនទាំងអស់គ្នាតោះចូលរួមអានចាឡើងវិញរួមជាមួយអ្នកគ្រូម្ដងទៀតណា5បូក3
ស្មើ8ចាតោះជួឈរ5បូក3ស្មើ8ចាអរគុណមែនទែនកូនៗទាំងអស់គ្នាសង្ឃឹមថាកូនប្រកាសជាបានចូលរួមចាចូលរួមអានក៏ដូចជាសិក្សាជាមួយអ្នកគ្រូដែលយកចិត្តទុកដាក់ណាចាអរគុណខ្លាំងមែនទែនកូនចាសង្ឃឹមថាកូនប្រកាសជាបានត្រៀមខ្លួនក្នុងការសិក្សាជាមួយអ្នកគ្រូបន្តទៀតហើយចង់ដឹងថាតើកូនទាំងអស់គ្នាបានចូលរួមចាសិក្សាក៏ដូចជាយកចិត្តទុកដាក់ក្នុងការរៀនជាមួយអ្នកគ្រូយ៉ាងណានោះហើយកូនស្វែងយល់ច្បាស់ពីមេរៀនរបស់យើងដែរទេចាអ្នកគ្រូនឹងមានលំហាត់មួយចំនួនចង់ឲ្យកូនទាំងអស់គ្នាចូលរួមធ្វើតោះបន្តទៅទៀតនេះចូលកូនទាំងអស់គ្នាត្រៀមយកក្តារឈ្នួនដីសឬក៏ហ្វឺតរបស់កូនមកចាត្រៀមរួចរាល់ហើយឬនៅចាតោះតានកូនពិនិត្យមើលលំហាត់របស់យើងចាលំហាត់នេះក៏មិនខុសពីមុនដែរចាកូនទាំងអស់គ្នាចូលរួមពិនិត្យមើលណាចាលំហាត់របស់យើងចាកូនត្រៀមក្តារឈ្នួនហើយឬនៅចាលំហាត់នេះគឺចង់ឲ្យកូនទាំងអស់គ្នាចូលរួមបំពេញចម្លើយចូលក្នុងប្រអប់ឲ្យបានត្រឹមត្រូវចាចំពោះលេខ6នេះគឺតំណាងឲ្យចំនួនដំរីចាស្គាល់ដំរីអត់កូនចា6នេះគឺតំណាងឲ្យរូបដំរីនៅក្នុងប្រអប់ទី1មានចំនួន6ក្បាលបន្ទាប់មកទៀតកូនមើលសញ្ញាបូកនឹងប្រអប់ទី1របស់យើងនេះលំហាត់នេះប្រអប់ទី1នេះកូនទាំងអស់គ្នាចង់ដឹងថាតើយើងត្រូវបំពេញចំនួនប៉ុន្មានដែរកូនទាំងអស់គ្នាត្រូវចូលរួមរាប់ចំនួនដំរីនៅក្នុងប្រអប់ទី2នេះណាកូនណាចារាប់ឃើញចំនួនប៉ុន្មានក្បាលនឹងហើយគឺជាចម្លើយនៃប្រអប់របស់យើងប្រអប់ទី1នេះណាចាអរគុណមែនតើកូនបន្តមកទៀតកូនមើលចាស្មើនឹងប្រអប់ចង់ដឹងថាតើប្រអប់នេះត្រូវបំពេញចំនួនប៉ុន្មានដែរកូនទាំងអស់គ្នាត្រូវចូលរួមរាប់ចំនួនសរុបនៃដំរីរបស់យើងនៅក្នុងរូបភាពកូនរាប់ឃើញចំនួនប៉ុន្មាននឹងហើយគឺជាចម្លើយនៃប្រអប់នេះតោះឥឡូវនេះចូលកូនទាំងអស់គ្នាចាប់ផ្ដើមធ្វើនៅលំហាត់របស់កូនលើក្តារឈ្នួនមើលតោះចាប់ផ្ដើមចាអរគុណហើយឬនៅចាសង្ឃឹមថាកូនប្រកាសជាបានចូលរួមធ្វើរួចរាល់ហើយណាតែឥឡូវនេះចង់ដឹងថាចម្លើយរបស់កូនដែលបានធ្វើហ្នឹងត្រឹមត្រូវដែរឬទេមកផ្ទៀងផ្ទាត់ចម្លើយជាមួយអ្នកគ្រូនៅលើក្តារខៀនចាកូនទាំងអស់គ្នាពិនិត្យមើលចាលេខ6នេះគឺតំណាងឲ្យចំនួនដំរីចាដែលនៅក្នុងចាប្រអប់ទី1តោះបន្តមកទៀតក្នុងប្រអប់ទី2ដូចដែលអ្នកចាក្នុងប្រអប់នេះដូចដែលអ្នកគ្រូបានជម្រាបកូនពីខាងដើមគឺយើងត្រូវរាប់ចាដំរីដែលនៅក្នុងប្រអប់ទី2នេះណាកូនតោះឥឡូវនេះកូនចូលរួមរាប់ជាមួយអ្នកគ្រូចាប់ផ្ដើម1 2ចាតើមានចំនួនប៉ុន្មានដំរីដែរកូនចាគឺចំនួន2ដំរីបើចំនួន2ដំរីតើយើងត្រូវបំពេញចូលក្នុងប្រអប់នេះជាលេខប៉ុន្មានចាល្អណាស់កូនគឺជាលេខ2ចាយើងបានហើយ6បូក2តើស្មើនឹងប៉ុន្មានចង់ដឹងថាប្រអប់នេះត្រូវបំពេញលេខប៉ុន្មានកូនធ្វើដូចម្ដេចចាគឺត្រូវរាប់ចំនួនចាដំរីសរុបតើយើងមានចំនួន6ដំរីនៅក្នុងប្រអប់នេះហើយកូនមើលចាគឺ6ដំរីតើបន្តទៅទៀតនេះកូនរាប់បន្ថែមជាមួយអ្នកគ្រូតើ6 7 8ចាគឺមានចំនួនប៉ុន្មានដែរកូនចាគឺចំនួន8បើមាន8ក្បាលតើយើងត្រូវបំពេញលេខប៉ុន្មានចូលប្រអប់នេះចាគឺត្រូវបំពេញលេខ8ចាអរគុណចូលរួមអានជាមួយអ្នកគ្រូ6បូក2ស្មើ8អរគុណមែនតើកូនទាំងអស់គ្នាហើយក៏អបអរសាទរផងចំពោះកូនដែលចូលរួមធ្វើត្រឹមត្រូវបើកូនខ្វះចន្លោះបន្តិចបន្តួចណាត្រូវចូលរួមកែលម្អឲ្យបានដូចអ្នកគ្រូបង្ហាញនៅលើក្តារខៀនចាហើយឬនៅចាអរគុណតោះយើងបន្តលំហាត់របស់យើងបន្តទៀត
ចាលំហាត់ជាបន្តនេះកូនទាំងអស់គ្នាចូលរួមសង្កេតនិងពិនិត្យមើលតោះមើលកូនចាលំហាត់នេះដោយបៀបមុនដែរគឺកូនទាំងអស់គ្នាត្រូវចូលរួមបំពេញចម្លើយចូលក្នុងប្រអប់ឲ្យបានត្រឹមត្រូវកូនពិនិត្យមើលចានៅប្រអប់នេះកូនទាំងអស់គ្នាត្រូវរាប់ចំនួនចាកូនត្រូវចង់ដឹងថាបំពេញលេខប៉ុន្មានកូនត្រូវចូលរួមរាប់ចំនួនសត្វអណ្ដើកនៅប្លុកខាងនេះណាកូនណាចានៅមួយចំហៀងខាងនេះហ្នឹងកូនរកឃើញចំនួនប៉ុន្មានក្បាលនឹងហើយជាចម្លើយនៃប្រអប់ទី1បូកនឹង2លេខ2នេះគឺតំណាងឲ្យសត្វអណ្ដើក2ក្បាលនេះណាកូនចាដែលវាមករកគេហ្នឹងចាសត្វអណ្ដើកណាកូនចាចំនួន2ក្បាលហ្នឹងតោះបន្តមកទៀតកូនមើលស្មើប្រអប់ចង់ដឹងថាប្រអប់នេះត្រូវបំពេញលេខប៉ុន្មានកូនត្រូវចូលរួមរាប់ចំនួនសត្វអណ្ដើកសរុបនៅក្នុងរូបភាពរបស់យើងចាកាលណាកូនធ្វើចម្លើយនៅជួរដេកបានហើយនៅជួរឈររបស់កូនគឺងាយស្រួលទេកូនពិនិត្យមើលចានៅក្នុងនឹងជាក់ស្ដែងទៅចាតោះចាប់ដើមធ្វើចូលក្តារឈ្នួនចាអរគុណរួចរាល់ហើយនៅកូនចាសង្ឃឹមថាកូនប្រកាសជាបានចូលរួមធ្វើរួចរាល់ហើយតោះឥឡូវនេះកូនចង់ដឹងថាកូនធ្វើត្រឹមត្រូវដែរឬទេមកផ្ទៀងផ្ទាត់ជាមួយអ្នកគ្រូចាក្នុងប្រអប់ទី1នេះកូនត្រូវរាប់ចំនួនសត្វអណ្ដើកចាសត្វអណ្ដើកនៅខាងនេះណាកូនណាចាតោះឥឡូវនេះរាប់ជាមួយអ្នកគ្រូតើឃើញប៉ុន្មានដែរតោះចាប់ផ្ដើម1 2 3 4 5 6ចាបើរាប់ឃើញ6ដូច្នេះចម្លើយរបស់យើងនៅប្រអប់ទី1នេះគឺលេខប៉ុន្មានកូនចាគឺជាលេខ6តោះបន្តមកទៀតកូនទាំងអស់គ្នាពិនិត្យមើល6បូក2តើស្មើនឹងប៉ុន្មានចង់ដឹងថាតើប្រអប់នេះស្មើប៉ុន្មានកូនត្រូវចូលរួមរាប់ចំនួនសត្វអណ្ដើកសរុបនៅក្នុងរូបភាពរបស់យើងតើកូនចូលរួមរាប់ខាងនេះយើងរាប់13មិញឃើញចំនួនប៉ុន្មានហើយកូនចាគឺឃើញចំនួន6អណ្ដើកតើកូនរៀបបន្ថែមជាមួយអ្នកគ្រូចាប់ផ្ដើមរាប់6 7 8ចាអរគុណមែនតើកូនតើរាប់ឃើញប៉ុន្មានចាគឺ8បើយើងរាប់ឃើញ8យើងត្រូវសរសេរចម្លើយចូលក្នុងប្រអប់ជាលេខប៉ុន្មានចាល្អណាស់គឺយើងត្រូវសរសេរលេខ8ចូលក្នុងប្រអប់ចាតោះចាប់ផ្ដើមអាន6បូក2ស្មើ8ចាតោះបន្តទៅទៀតនេះយើងធ្វើតាមទម្រង់ជាជួរដេករួចរាល់ហើយយើងបន្តទៀតយើងមកធ្វើតាមជួរឈរងាយស្រួលទេកាលណាយើងធ្វើជួរដេករួចរាល់ហើយកូនមើល6នេះគឺតំណាងឲ្យលេខ6នៅតួបូកទី1នៃជួរឈរបន្តមកទៀតកូនមើលសញ្ញាបូកគឺបូកដូចគ្នាតោះខាងនេះបូកប្រអប់តើប្រអប់នេះត្រូវបំពេញលេខប៉ុន្មានកូនត្រូវក៏លេខមកមើលជួរដេកតើជួរដេករបស់យើងជាលេខប៉ុន្មាននេះកូនចាគឺជាលេខ2ដូច្នេះយើងត្រូវបំពេញលេខ2ចូលក្នុងប្រអប់នេះចាអរគុណបន្តទៀតចង់ដឹងថាតើ6បូក2តាមជួរឈរនេះស្មើប៉ុន្មានកូនត្រូវមកមើលចម្លើយនៃជួរដេកនេះតើជួរដេកនេះស្មើប៉ុន្មានដែរកូនចាស្មើនឹង8ដូច្នេះជួរឈរក៏មិនខុសពីជួរដេកដែរគឺយើងត្រូវបំពេញចូល8តោះចូលរួមអាន6បូក2ស្មើ8ចាអរគុណមែនតើកូនទាំងអស់គ្នាសង្ឃឹមថាកូនប្រកាសជាចូលរួមធ្វើបានត្រឹមត្រូវតែបើកូនខ្វះចន្លោះបន្តិចនោះត្រូវចូលរួមកែលម្អឲ្យបានត្រឹមត្រូវដូចដែលអ្នកគ្រូបានបង្ហាញកូនចាអរគុណតោះកូនត្រៀមធ្វើលំហាត់បន្តចាតោះឥឡូវនេះកូនមើលចាលំហាត់បន្ទាប់របស់យើងសង្កេតមើលលំហាត់របស់យើងណាចាលំហាត់របស់អ្នកគ្រូបន្តទៅទៀតនេះគឺឲ្យកូនទាំងអស់គ្នាចាធ្វើប្រមាណវិធីបូកដដែលចាតោះតើ4បូក4ស្មើនឹងប៉ុន្មានកូនត្រូវចូលរួមធ្វើចូលក្នុងក្តារឈ្នួនចាប់ផ្ដើមចាអរគុណរួចរាល់ហើយនៅ
ចាសង្ឃឹមតាកូនប្រកាសជាបានចូលរួមធ្វើរួចរាល់ហើយចង់ដឹងថាចំណាយរបស់កូនធ្វើចូលក្នុងក្តារឈ្នួលត្រឹមត្រូវដែរឬទេមកផ្ទៀងផ្ទាត់ចំណាយជាមួយអ្នកគ្រូនៅលើក្តារខៀនកូនមើលតើ4 + 4 ស្មើនឹងប៉ុន្មានកូនអាចចូលរួមរាប់ម្រាមដៃរបស់កូនក៏បានប្រើចង្កឹះឬបំពង់បឺតក៏បានអាស្រ័យលើចំណង់ចំណូលចិត្តរបស់កូនតើចំពោះអ្នកគ្រូប្រើម្រាមដៃតើបោកទី1គឺជាលេខ4ដូច្នេះគឺយើងត្រូវចាក់លើកម្រាមដៃចំនួន4 1 2 3 4បន្ទាប់មកទៀតយើងថែមប៉ុន្មានកូនចាគឺថែម4យើងមាន4ហើយតោះ4 5 6 7 8ចាដូចនេះ4 + 4តើស្មើនឹងប៉ុន្មានកូនចាយើងរាប់ឃើញ8ម្រាមដៃដូច្នេះគឺស្មើនឹង5 8ចាចូលរួមអានជាមួយអ្នកគ្រូ4 + 4 ស្មើនឹង8ចាអរគុណមែនតើកូនទាំងអស់គ្នាសង្ឃឹមថាកូនប្រកាសជាចូលរួមធ្វើបានត្រឹមត្រូវតែបើកូនធ្វើពុំទាន់បានត្រឹមត្រូវចាឬក៏ខ្វះចន្លោះបន្តិចបន្តួចត្រូវចូលរួមកែលម្អឲ្យបានដូចអ្នកគ្រូនៅលើក្តារខៀនចាអរគុណរួចរាល់ហើយនៅចាសង្ឃឹមថាកូនប្រកាសជាចូលរួមកែលម្អរួចរាល់ហើយតើបន្តទៅទៀតនេះចូលកូនទាំងអស់គ្នាយកសៀវភៅសរសេរខ្មៅដៃឬជាលុបរបស់កូនមកចាយករួចរាល់ហើយនៅចាគឺកូនទាំងអស់គ្នាបន្តទៅទៀតនេះកូនត្រូវចូលរួមកត់នៅមេរៀនរបស់យើងគឺចាយើងកត់តាម5 + 3 ស្មើ8ទម្រង់ជាជួរដេកនិង5 + 3 ស្មើ8តាមទម្រង់ជាជួរឈរកត់ពីនេះណាកូនចាទី1និងទី2តោះចាប់ផ្ដើមចម្លងចាតោះកូនទាំងអស់គ្នាចាប់ផ្ដើមចម្លងចូលមើលហើយនៅកូនតាចម្លងមើល5 + 3 ស្មើ8ជាជួរដេកនិង5 + 3 ស្មើ8ជាជួរឈរចាចាអរគុណសង្ឃឹមថាកូនទាំងអស់គ្នាប្រកាសជាបានចូលរួមចម្លងចានៅមេរៀនរបស់យើងចូលក្នុងសៀវភៅសរសេររួចរាល់ហើយតើបន្តទៅទៀតនេះចូលកូនទាំងអស់គ្នាត្រៀមយកចាសៀវភៅចាកិច្ចការផ្ទះរបស់កូនក៏ដូចជាត្រៀមសៀវភៅសិក្សាគោលគណិតវិទ្យាថ្នាក់ទី1មកចាកិច្ចការផ្ទះរបស់កូនជាចុងក្រោយនេះចាគឺកូនទាំងអស់គ្នាត្រូវចាធ្វើនៅកិច្ចការផ្ទះទំព័រទី39តើកូនបើកមើលនៅទំព័រទី39តើមើលចាកិច្ចការផ្ទះរបស់កូនត្រូវធ្វើលំហាត់នៅទំព័រទី39ដែលមានលេខ3និងលេខ9កូនបើកឃើញហើយឬនៅចាមានលេខ3និងលេខ9ហើយកូនត្រូវចូលរួមធ្វើនៅលំហាត់ចានេះលំហាត់ដែលមានរូបដង្កូវចានិងទី2កូនត្រូវធ្វើលំហាត់ដែលមានរូបនំម្ដងទៀតណាកូនត្រូវធ្វើនៅទំព័រទី39ដែលមានលេខ3និងលេខ9ហើយចូលរួមធ្វើលំហាត់ដែលមានរូបដង្កូវនិងលំហាត់ដែលមានរូបនំចាមានទី1និងទី2ចំនួន2លំហាត់ចាអរគុណសង្ឃឹមថាកូនប្រកាសជាយល់នៅកិច្ចការផ្ទះដល់អ្នកគ្រូចាបានដាក់ជូនកូនទាំងអស់គ្នាអរគុណខ្លាំងមែនតើកូនដែលបានកាត់ខំប្រឹងប្រែងសិក្សាជាមួយអ្នកគ្រូហើយបន្ទាប់ពីកូនសិក្សាជាមួយអ្នកគ្រូរួចកុំភ្លេចណាតែរៀងដៃជាមួយសាប៊ូចាឬអាល់កុលឲ្យបានស្អាតដើម្បីការពារពីជំងឺ COVID-19 ក៏ដូចជាជំងឺផ្សេងទៀតហើយកូនចាអាចតាមដានក៏ដូចជាសិក្សាជាមួយលោកគ្រូអ្នកគ្រូបាននៅតាមបណ្ដាញទូរទស្សន៍ Toto Copy ទូរទស្សន៍ Dejo DTV និងតាមបណ្ដាញទូរទស្សន៍ខ្សែកាបនានាក្នុងប្រទេសកម្ពុជាអរគុណមេរៀនរបស់អ្នកគ្រូនៅថ្ងៃនេះសូមបញ្ចប់សូមអរគុណសូមជម្រាបលា